គ្រួសារដ៏ធំបំផុតទាំង4របស់យើងសម្រាប់លោក IP កុំធ្វើឲ្យប៉ះពាល់ដល់សន្តិភាពរបស់អ្នកយកកូនប្រុសខ្ញុំទៅឆ្ងាយតើវាជានរណាលោកយាយយើងបានលះបង់ទ្រព្យសម្បត្តិទាំងអស់របស់យើងកំហឹងរវាងយើងត្រូវបានកាត់ចេញរបៀបលោកយាយទ្រព្យសម្បត្តិគ្រួសារធំទាំង4បុកបញ្ចូលគ្នាមានតម្លៃជាងបរិសុទ្ធមានបំផុតលើពិភពលោកទៅទៀតទទួលយកបានទាំងស្រុងខ្ញុំមិនទទួលយកទេហេតុអ្វីបានជានោះគៀបកបងតើអ្នកមិនយល់ពីរឿងនេះទេយីបេវ៉ាន់កុំរំចានសំណាងរបស់អ្នកគ្រួសារធំទាំង4បានទម្លាក់ខ្លួនផ្ដល់ឲ្យអ្នកនៅមុខគ្រប់គ្រាន់មិនមែនគ្រប់គ្នាសុទ្ធតែមានកិត្តិយសនេះទេកុំអៀនខ្មាស់អ្នកមិនចង់បាត់បង់លុយទេតើអ្នកចង់បានអ្វីខ្ញុំចង់ឲ្យពួកគេស្លាប់ដូច្នេះមិនមានកន្លែងសម្រាប់ការចរចាទេអ្នកសម្រាប់ឪពុកម្ដាយខ្ញុំពេលសម្រាប់គ្រួសារខ្ញុំអាចពិភាក្សាជាមួយពួកគេទោះបីជាអ្នកយកវាឡើងវាបានកន្លងផុតទៅទ្រព្យសម្បត្តិទាំងអស់របស់គ្រួសារយើងទាំង4000លានសរុបខ្ញុំមិនអាចទិញគ្រួសារយីរបស់អ្នកបាននៅឡើយទេជីវិតរាប់សិបនាក់តើអ្នកមានលក្ខណៈសម្បត្តិអ្វីខ្លះដកហូតជីវិតគ្រួសាររបស់ខ្ញុំតើអ្នកមានគុណវុឌ្ឍអ្វីខ្លះដើម្បីផ្ដល់ឲ្យខ្ញុំជីវិតរបស់ពួកគេមានតម្លៃយ៉ាងច្បាស់ជីវិតមានតម្លៃមិនអាចកាត់ថ្លៃបានមនុស្សស្លាប់មិនអាចរស់ឡើងវិញបានទេខ្ញុំណែនាំអ្នកឲ្យឈប់ក្នុងកម្រិតមធ្យមពិតប្រាកដយើងគួរតែសុំទោសយើងទាំងអស់គ្នាសុំទោសតើអ្នកចង់បានអ្វីទៀតគ្រួសារស៊ូ36គ្រួសារឡយ19គ្រួសារយ៉ាវ2123សមាជិកគ្រួសារ10អ្នកនិយាយត្រូវម្នាក់ទើបតែស្លាប់ដូច្នេះ22ខ្ញុំនឹងសម្លាប់អ្នកឥឡូវនេះបន្ទាប់មកសុំទោសអ្នកមិនអីទេយីបេវ៉ាន់កុំរំចានសំណាងរបស់អ្នកខ្ញុំនឹងប្រាប់អ្នកពីអ្វីទន្សាយនឹងខំពេកខឹងទន្សាយខំឬមួយនៅពីក្រោយទន្សាយកញ្ជ្រោងខំអត់ទោសឲ្យខ្ញុំមិនយល់ទេកញ្ជ្រោងបេសាច9កន្ទុយតើអ្នកបាននិយាយអ្វីកញ្ជ្រោងបេសាចតើអ្នកកំពុងនិយាយអំពីអ្វីកញ្ជ្រោងបេសាច9កន្ទុយនៅក្នុង Kinshasa របស់បណ្ដាសាប្រលឹងមកលើគាត់ខ្ញុំចង់ឆ្លៀតឱកាសនេះសម្រាប់ខ្ញុំគាត់ត្រូវបានវាយប្រហារនិងសម្លាប់ខ្លួនឯងលោកឈិនពេលណាទើបធ្វើពុតជាច្រឡំអ្នកពិតជាមិនអាចប្រាប់ការពិតពីខ្លាំងខ្លាយបានទេមិនអាចមើលឃើញបេសាចកញ្ជ្រោង9កន្ទុយទេមុខពិតរបស់ទេពអប្សរខ្លាំងខ្លាយឬចង់ធ្វើខុសការបោកបញ្ឆោតខ្លួនឯងធ្វើការជាមួយគាត់ត្រកូលខេនថ្ងៃនេះគឺអ្នកនៅថ្ងៃស្អែកឲ្យតែអ្នកអាចជួយយើងបានគ្រួសារម៉ៃហ៊ូមានឆន្ទៈចុះហត្ថលេខាលើកិច្ចសន្យាលះបង់ឈាមតាមអ្នកជារៀងរហូតគ្រួសារម៉ៃឆេងសុកចិត្តស្ម័គ្រស្មោះនឹងអ្នកគ្រួសារម៉ៃម៉េងការធ្វើទារុណកម្មនេះជាឱកាសចុងក្រោយរបស់អ្នកទាំង4មកស្បត់ហើយស្លាប់គ្មានដំណក់ស្បត់ហើយស្លាប់មើលទៅអ្នកទាំងអស់គ្នាបានជ្រើសរើសតាំងពីយូរយារណាស់មកហើយហេតុអ្វីបានជាលក្ខណៈរបស់អ្នកហើយបង្ហាញកន្ទុយរបស់អ្នកបង្ហាញខ្លួនឯងកញ្ជ្រោងបេសាច9កន្ទុយមើលទេពអប្សរបេសាចមិត្តចាស់ខានឃើញយូរហើយតើអ្នកណាជាមិត្តរបស់អ្នកអ្នកបិសាចថ្ងៃនេះខុសគ្នាឥឡូវនេះខ្ញុំបានឈ្នះតើអ្នកណានឹងស្លាប់អ្នកមិនដែលដឹងទេអំពើអាក្រក់មិនបង្ក្រាបអំពើល្អទេព្រឹត្តិការណ៍ឋានសួគ៌ផ្ទាល់ខ្លួនថ្ងៃនេះអធិរាជនេះនឹងសម្លាប់អ្នកមាក់ងាយដាវឈ្នះគឺត្រូវចាញ់គឺអាក្រក់ច្បាប់ព្រៃប្រវត្តិសាស្ត្រត្រូវបានសរសេរដោយអ្នកឈ្នះគ្មានការព្យាបាលទេវាគ្មានប្រយោជន៍ទេក្នុងការនិយាយច្រើនពេករស់ឡើងវិញបិសាច Kenshin ស្រមោលពោបំបែកវាសម្រាប់ខ្ញុំខ្ញុំប្រកាសណាស់បន្ទាប់ពីស្រូបជាតិអាឡឺម៉ង់ខាងក្នុងនិងសាច់ឈាមរបស់ខ្ញុំកម្លាំងពិតជាចង់ជាប់នឹងខ្ញុំហាជាការពិតណាស់អាណិតអ្នកនៅតែចាញ់តើវាអាចទៅរួចដោយរបៀបណាខ្ញុំបាននិយាយថាស្ថានសួគ៌និងផែនដីគឺខ្ញុំតែមួយគត់យីបេវ៉ាន់អ្នកធ្វើឲ្យខ្ញុំខូច Kenshin Unique ក៏បំបែកវាសម្រាប់ខ្ញុំឲ្យខ្ញុំជាបារបួសរបស់ខ្ញុំទុកឲ្យយិនឆេងហូរចូលទៅក្នុងទន្លេអធិរាជយីបេវ៉ាន់សិល្បៈក្បាច់គុណរបស់អ្នកគឺមិនអាចប្រៀបផ្ទឹមបានខ្ញុំគ្មានភ្នែកទេខ្ញុំសង្ឃឹមថាអ្នកនឹងបើកចង់ទុកជីវិតរបស់យើងអធិរាជយីបេវ៉ាន់អត់ទោសឲ្យខ្ញុំយីបេវ៉ាន់សូមអត់ទោសឲ្យខ្ញុំតើវាមានប្រយោជន៍ទេក្នុងការអង្វរសុំសេចក្តីមេត្តាករុណាឥឡូវនេះតើគាត់នឹងអនុញ្ញាតឲ្យយើងទៅទេនោះជាសិទ្ធិគាត់ជាអ្នកសម្រាប់គ្រួសារយីតាំងពីដំបូងគាត់បានគ្រោងទុកគាត់ជាអ្នកដូចផ្ដើមស៊ឺយិនឆេងអ្នកក្បត់ខ្ញុំអធិរាជយីបេវ៉ាន់ Ken Y បានទិញនាយកប្រតិបត្តិក្រុមហ៊ុនទម្លាក់ទីផ្សារភាគហ៊ុនគ្រួសារអ៊ីគ្រប់គ្រងក្រុមហ៊ុន40នៃទ្រព្យសម្បត្តិរបស់គ្រួសារអ៊ីគឺស្ថិតនៅក្នុងដៃរបស់ Ken Y យីបេវ៉ាន់ខ្ញុំបានប្រាប់អ្នកគ្រប់យ៉ាងសូមអភ័យទោសដល់ពួកយើងផងបងប្រុសបើសំណាញ់អ្នកទាំង3ចង់រួបរวมគ្នាក្រោកឡើងលួចខ្ញុំដើម្បីសេរីរុងរឿងខ្ញុំនឹងប្រាប់អ្នកពីអ្វីខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកធ្វើដូច្នេះទេពិតប្រាកដកំចាត់គ្រួសារអ៊ីរបស់អ្នកខ្ញុំបានបង្កើតគំនិតនេះប៉ុន្តែគាត់បានសម្លាប់ឪពុករបស់អ្នកម្ដាយរបស់អ្នកបានស្លាប់នៅនឹងដៃរបស់គាត់បានសម្លាប់គ្រួសាររបស់អ្នកដែលនៅសល់ព្រោះពីទីទាំងពីរស្លាប់ហេតុអ្វីយើងមិនស្លាប់ជាមួយគ្នាយីបេវ៉ាន់ពីកំណើតគុំស្ដាប់ពាក្យមិនសមហេតុសមផលរបស់ Ken Y គាត់បានធ្វើឲ្យយើងធ្វើវានេះគឺជាភាគហ៊ុននិងទ្រព្យសម្បត្តិទាំងអស់របស់គ្រួសារលីចុះហត្ថលេខាដើម្បីចូលជាធំមានខ្ញុំកំពុងរងចាំចាក់ចេញពីយ៉ាងឆេងគុំត្រឡប់មកវិញបាត់ខ្ញុំស៊ូយិនជាខ្ញុំយ៉ាលេឆិនគុំត្រឡប់ទៅយ៉ាងឆេងវិញ
ផ្ទះសួយឈិនជាកម្មសិទ្ធិរបស់គ្រួសារឈិននេះក៏ត្រូវទទួលយកផងដែរអធិរាជចំតាក់ Ibevan តើយើងអាចចាក់ចេញបានទេហាហាចាក់ចេញខ្ញុំមិនបាននិយាយថាឲ្យអ្នកទៅIbevan អធិរាជចំតាក់នៃគ្រួសារយើងទាំង3ទ្រព្យសម្បត្តិទាំងអស់ត្រូវបានប្រគល់ជូនអ្នកហើយយើងគ្មានអ្វីសោះឥឡូវនេះតើអ្នកនឹងសម្លាប់ពួកគេទាំងអស់ទេទ្រព្យសម្បត្តិទាំងនេះដើមឡើយជាកម្មសិទ្ធិរបស់គ្រួសារយីរបស់យើងសម្រាប់ឪពុកខ្ញុំសម្រាប់ម្ដាយខ្ញុំសម្រាប់សាច់ញាតិរបស់ខ្ញុំវិក័យប័ត្រមិនទាន់ត្រូវបានបង់នៅឡើយទេអ្នកគិតថាអ្នកក្បត់ខ្ញុំលះបង់ទ្រព្យសម្បត្តិដើម្បីជួយជីវិតឆោតល្ងងយិនបញ្ឆៃនៃចុះគ្រូសាយធ្វើទាំងអស់គ្នាទាំង4អ្នកនឹងវាគ្មានអ្វីជាប់ពាក់ព័ន្ធនឹងពួកយើងទាំង3ទេសូមសង្គ្រោះពួកយើងជាមុនសិនជួយសង្គ្រោះជីវិតយើងមិនចង់ស្លាប់ទេអ្នកពឹងផ្អែកលើគ្រួសារទាំង4ដើម្បីទទួលបានផលចំណេញពីវាមិនមានអ្វីតាក់ទងនឹងអ្នកទេខ្ញុំក្បាត់ទោះបីអ្នកមានកំហុសប៉ុន្តែអំពើបាបមិនសម្លាប់ទេដរាបណាអ្នកពិតជាសោកស្ដាយវាខ្ញុំអាចផ្ដល់ឲ្យអ្នកនៅឱកាសមួយសូមអរគុណឆៃទេ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 Ibevanយើងធ្លាប់មានកំហុសពីមុនប៉ុន្តែខ្ញុំបានធ្វើវាដោយខ្លួនឯងវាមិនមានពាក់ព័ន្ធអ្វីជាមួយគ្រួសារនិងកូនរបស់យើងទេសូមមេត្តាប្រោសគ្រួសារនិងកូនចៅរបស់ខ្ញុំផងយាយវ៉ៃឆងទាំងសុខចិត្តដឹកមឈូសទៅកាន់ធ្នូដូនតានៃគ្រួសារអ៊ីសុំទោសជាមួយនឹងការស្លាប់ឥឡូវនេះខ្ញុំដឹងថាត្រូវអង្វរសូមមេត្តាយឺតខ្ញុំបានផ្ដល់ឲ្យអ្នក3ថ្ងៃឱកាសស្លាប់អ្នកបោះបង់ឱកាសនេះដោយខ្លួនឯងដល់ម៉ោងនេះតើការសុំទានមានកម្មទេហេតុអ្វីបានជាអ្នកមិនចូលរួមនឹងកម្ចាត់គាត់ក្រោកឈរហើយតស៊ូទើបមានឱកាសគាត់បានសម្លាប់ខ្ញុំតើអ្នកនឹងរស់ទេតើអ្នកចង់រស់នៅជារៀងរហូតរស់នៅដោយបន្ទាបខ្លួនបើមិនចង់ស្លាប់គេរួមគ្នាសម្លាប់គាត់ខ្ញុំIbevanហាហាចុះបើអ្នកជាអធិរាជចុងក្របកាំភ្លើងនៅតែអាចសម្លាប់អ្នកឲ្យចូលម្ដងហើយម្ដងទៀតអ្នកនឹងមិនទុកឲ្យយើងរស់ទេរឿងធំគឺដឹកត្បូងនឹងថ្មទាំងអស់ថ្ងៃនេះយើងជាកម្ពុជាទាំង4គ្រួសារគឺជាអ្វីគ្រប់យ៉ាងដែលខ្ញុំចង់តស៊ូរហូតដល់ស្លាប់ជាមួយអ្នកខ្ញុំអាចទទួលបានវាពីអ្នក10ឆ្នាំមុនគ្រួសារបានលួចទ្រព្យសម្បត្តិវានៅតែអាចទៅរួចនៅថ្ងៃនេះ10ឆ្នាំក្រោយតើកាំភ្លើងរបស់ខ្ញុំនៅណាយប់នេះគ្រួសារធំទាំង4នឹងត្រូវវិនាសអាហោពូលីងមកមិនបានគេងយប់ស្អីសត្វចម្លែកនេះតើអ្នកជានរណាដឹងគឺជាទេពអប្សររបស់កញ្ជ្រោងឃើញអ្នកមានកាយអាក្រក់នៅផ្ទះខ្ញុំនៅទីនេះដើម្បីប្រាប់អ្នកហូកូនប្រសាររបស់អ្នកIbevanខ្ញុំនឹងប្រាប់អ្នកពីអ្វីខ្ញុំបានកាត់ផ្តាច់ទំនាក់ទំនងជាយូរមកហើយជាមួយនឹងកូនស្រីរបស់ខ្ញុំIbevanហើយខ្ញុំក៏មិនមានបញ្ហាដែរ Ibevanមិនដែលស្លាប់ក្នុងមួយថ្ងៃនោះទេហេតុនឹងផលនឹងមាននៅក្នុងថ្ងៃនោះគាត់បានប្រមាថគ្រួសារធំទាំង4ដែលគាត់នឹងស្លាប់នៅថ្ងៃនេះគៀបកចាប់បដិសន្ធឡើងវិញឈានមានគ្រួសារធំទាំង4មិនសមសម្រាប់គាត់តតែសោះបន្ទាប់មកខ្ញុំAlexនេះរលាយក្នុងទំនាក់ទំនងជាមួយទឹកដោះស្រាយនៅពេលដែលអ្នកផឹកសូកូឡាគ្មានពណ៌និងក្លិនដរាបណាអ្នកជួយខ្ញុំដោះស្រាយIbevanខ្ញុំអាចឲ្យអ្នកភ្លក់រសជាតិនៃទេពអប្សរនេះកំដរអ្នកហេហេវាស្អាតណាស់ហេល្អជាងប្រពន្ធខ្ញុំដែលស្លាប់ទៅទៀតហាហាហេហេអ្នកស្អាតណាស់ហេពូលីនឯងអាចាស់ឯងធ្វើអីពេលយប់មិនបានដេកស្ត្រីចំណាស់ស្លាប់មិនហ៊ានរបស់ខ្ញុំនឹងប្រាប់អ្នកពីអ្វីសូមប្រយ័ត្នខ្ញុំមិនស្គាល់អ្នកនឹងលិនរួយទេអូជាទីស្រឡាញ់ប្តីខ្ញុំខុសហើយដានេះជាអ្វីខ្ញុំឆ្នាំ Alex អ្នកអាចសម្លាប់Ibevanជួយសង្គ្រោះគ្រួសារលិនរបស់យើងពីភ្លើងនិងទឹកស្អីអ្នកចង់សម្លាប់Ibevanយកពងចង្អុលអំតាក់ខ្ញុំត្រូវតែស្ដាប់3ថ្ងៃទៀតវាជាថ្ងៃកំណត់របស់ខ្ញុំវាក៏ជាថ្ងៃដែលយើងចាប់ផ្ដើមផងដែរអញ្ចឹងទេប៉ុន្តែលោកសម្រាប់គ្រួសារលិនរបស់យើងនិងសម្រាប់កូនស្រីរបស់អ្នកលិនរួយចុះបើអ្នកលះបង់Ibevanយកពងខ្ញុំនឹងជួយអ្នកនោះមិនមែនជាសណ្ដែកខ្មៅបន្តិចទេហើយឥទ្ធិពលនេះដូនតាសុខសប្បាយទេនៅផ្ទះទាំងអស់គឺល្អមហាក្សត្រីនិងព្រះនាងស្នាក់នៅពេញមួយយប់ខ្ញុំបានរងចាំព្រះចៅអធិរាជចុងយាងមកវិញរួចបារម្ភពួកគេអ្នកទៅតាមដានកន្លែងលាក់ខ្លួនរបស់កញ្ជ្រោងបិសាច9កន្ទុយគាត់ត្រូវខ្ញុំចាប់របួសធ្ងន់មិនអាចគេចខ្លួនបានទេរីកាមកខ្ញុំក្នុងពេលដែលអ្នករកឃើញបាទប្រសិនបើមួយនឹកប៉ាត្រឡប់មកវិញហើយទីបំផុតកូនត្រឡប់មកវិញហើយនឹកវាមិនអីទេនឹកអ្នកបារម្ភឲ្យតែកូនត្រឡប់មកវិញដោយសុវត្ថិភាពប៉ាតើគ្រួសារទាំង4សុខសប្បាយជាយ៉ាងណាចាប់ពីពេលនេះទៅមិនមានគ្រួសារធំចំនួន4ទៀតនៅក្នុងយ៉ាងជិនបាទប៉ាគឺល្អបំផុតពួកគេទាំងអស់សុំនឹងស្លាប់ខ្ញុំពិតជាធូរស្រាលណាស់ខ្ញុំបានសុបិនអស់18ឆ្នាំមកហើយទីបំផុតក៏សម្រេចបានម៉ាក់និងប៉ាយើងនឹងនៅជាមួយគ្នាជារៀងរហូតកុំបារម្ភប៉ានឹងមិនចាក់ចេញពីអ្នកទៀតទេនឹកឃើញប៉ានាំមកជូនកាដូវៃមកវិញអំណោយនេះគឺជាការផ្ទេរភាគហ៊ុនរបស់ស៊ុយឈិនឡៅនៅតែ100ឲ្យខ្ញុំមើលអ្នកត្រូវប្រគល់ភោជនីយដ្ឋានស៊ុយឈិនទៅណៃណែនដើម្បីមើលការខុសត្រូវអត់ទេនាងនៅក្មេងអសមត្ថភាពបើគេកុំបារម្ភឥឡូវនេះផ្ទះស៊ុយឈិនគឺជាប្រព័ន្ធមួយដែលនរណាម្នាក់នឹងថែរក្សាវ៉ានិយាយនឹកខ្លាំងណាស់អ្នកជឿនាងនឹកអ្នកនៅតែចូលចិត្តវាទេដូចជាខ្ញុំចូលចិត្តវាខ្លាំងណាស់
ស្រឡាញ់ប៉ាអ្នកនឹងធ្វើបាបកូនបែបនេះកូនខ្ញុំសុខចិត្តបំផ្លាញជាថ្មីម្ដងទៀតគ្រាន់តែជាច្រើនឆ្នាំសំណងសម្រាប់កូនស្រីរបស់ខ្ញុំលោកយាយយើងមិនបានរំខានអ្នកទេតើអ្នកមិនមែនជាប្រធានឆេងម៉េងនិងហ៊ូទេលោកយាយពួកយើងមកទីនេះដើម្បីសុំទោសតើមានអ្វីខុសពីមុនសូមអភ័យទោសឲ្យខ្ញុំនៅទីនេះគិតបន្តិចអ្នកទទួលយកវាលោកយាយមិនដឹងទេយកមិញក្នុងពិធីជប់លៀងលោកយាយបានសង្គ្រោះជីវិតយើងទាំង3នាក់យើងនៅទីនេះដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកយាយនេះគឺជាស្រាទំពាំងបាយជូរផលិតដោយទឹកសន្សំពេលព្រឹកនិងសរសៃវាត្រូវការពេល100ឆ្នាំដើម្បីបង្កើតដបការវេចខ្ចប់វាក្នុងដបកែវនឹងធ្វើឲ្យខូចរសជាតិរបស់វាការវេចខ្ចប់វានៅក្នុងដបប៉ូសេឡែននឹងធ្វើឲ្យខូចពណ៌របស់វាអាស្រ័យហេតុនេះសូមជ្រើសរើសដបចាដេអ៊ីតដែលមានគុណភាពខ្ពស់សូមមេត្តាទទួលផងបាទនេះគឺជាការជូរព្រើសាវត្តវាមានភាពធន់ទ្រាំនឹងការត្រជាក់និងលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីឥទ្ធិពលនៃការថប់អារម្មណ៍និងជំងឺហឺតសង្ឃឹមថាលោកយាយទទួលយកនេះជាឈុតតែរីកដែលទទួលបានក្នុងការដេញថ្លៃមានអាយុ100ឆ្នាំសូមទទួលលោកយាយផងអត់ទេទាំងនេះថ្លៃពេកយើងមិនអាចទទួលយកបានទេ3ខ្ទង់យកវាទៅគិតបន្តិចអ្នកយកវាទៅអំណោយនេះយើងត្រូវតែប្រមូលវាមិនគួរសំទេក្នុងការបដិសេធអ្នកដទៃគ្រាន់តែទុកវានៅទីនោះលោកយាយតែម្នាក់ឯងទម្លាយគ្រួសារទាំង4ទម្លាយការប្រព្រឹត្តមិនល្អរបស់សហគមន៍អាជីវកម្មនៅយ៉ាងឆេងសង្គ្រោះយើងពីគ្រោះថ្នាក់អំណោយនេះគួរតែផ្ដល់ឲ្យបាទលោកយាយមិនបានត្រឡប់មកវិញអស់រយៈពេលជាង10ឆ្នាំមកហើយពេលពួកគេត្រឡប់មកវិញនឹងដាក់ទោសក្រុមគ្រួសារដែលក្រអឺតក្រទមទាំង4នាក់នោះអ្នកនិយាយថាតើនេះជាបុណ្យអ្វីលោកយាយខ្ញុំអាក់អន់ចិត្តមុននឹងខ្ញុំសង្ឃឹមថាអ្នកទាំងពីរនឹងអត់ទោសឲ្យខ្ញុំច្រើនក្នុងអំឡុងពេលដ៏រុងរឿងមុននៃគ្រួសារអ៊ីមិនដែលធ្វើបាបអ្នកណាម្នាក់ឬអ្វីឡើយមិនដែលមើលងាយអ្នកណាឡើយហើយខ្ញុំសង្ឃឹមថាអ្នកក៏នឹងដែរខ្ញុំអត់ទោសឲ្យអ្នកនៅតូចប៉ុន្តែអ្នកត្រូវតែចងចាំហើយនេះគឺជារឿងទៅផ្លូវត្រូវយើងច្បាស់ជាដើរផ្លូវត្រូវនៅថ្ងៃអនាគតយកព្រមលោកយីលាម៉ាក់ហេតុអ្វីបានជាអ្នកនៅទីនេះយកកម្ពូលភ្នំយ៉ាក់ទាំង3នៅទីនេះតើមានអ្វីកើតឡើងតើអ្នកនៅទីនេះដើម្បីសុំបំណុលទេហេតុអ្វីបានជាអ្នកនៅទីនេះម្ដងទៀតអ្នកនាងជាជីដូនរបស់អ្នកកុំឆ្លើយមមស្មានថាអូនមានរឿងអីតោះនិយាយអីយីប៊ូហ្វេននេះមកវិញហើយខ្ញុំនឹងគិតអំពីវាទំនាក់ទំនងរបស់អ្នកជាមួយឪពុកតពេលសម្រាប់ហើយចុះ3ថ្ងៃក្រោយវាជាថ្ងៃកំណើតរបស់ឪពុកអ្នកឬមិនទៅប៉ាអ្នកមិនដឹងទេចាប់តាំងពីគ្រូសាអ៊ីត្រូវបានចោទប្លន់ដោយគ្រូសាធំទាំង4ពូលេនបានបំបែកជាមួយម្ដាយរបស់គាត់ខ្ញុំមិនបានឃើញពួកយើងប៉ុន្មានឆ្នាំមកនេះពេលនេះគាត់មកគ្រាន់តែចង់ដឹងថាអ្នកល្អប៉ុណ្ណាទេវីគ្រូសាធំទាំង4ចង់ឡើងទំនាក់ទំនងការដោះស្រាយទ្វេដងសេចក្តីប្រាថ្នាចង់បានសេចក្តីសុខក៏អនុញ្ញាតឲ្យយើងផ្ដល់នូវការអបអរសាទរដល់គាត់ឲ្យបានហេមេសយូជុកនិយាយហេក្មេងស្រីតូចតើអ្នកអាចរំខាននៅពេលមនុស្សពេញវ័យនិយាយដោយរបៀបណាលុះត្រាតែអ្នកសម្រាប់ខ្ញុំនឹកអ្នកនិយាយជាមួយជីដូនរបស់អ្នកដោយរបៀបណាម៉ាក់មិនអាចរស់នៅដោយគ្មានលីនបានទេយើងមិនអាចញ៉ាំប៉ុន្មានឆ្នាំនេះទេពេលឆ្អែតហើយមិនក្តៅគ្រូសាលេននៅឯណាគ្រូសាលេនឲ្យបាយមួយមាត់តើអ្នកធ្លាប់ដល់សម្លៀកបំពាក់ទេមិនមានឈុំនៅក្នុងព្រឹលនេះទេរឿងផ្ញើផ្កាទៅកាន់គីញីតើអ្នកមិនមានអារម្មណ៍ជឿបន្តិចទេហើយឯងថាឲ្យតែប៉ាត្រឡប់មកវិញទុកឲ្យគាត់ចាត់ការគ្រូសាលីនធ្វើម៉េចគ្រាន់តែលេងល្បិចនឹកម៉ាក់តោះទៅប៉ាអូហូមិនត្រឹមត្រូវយើងទាំងអស់គ្នាវាជាគ្រូសាមួយនឹកតាមពិតជីតារបស់អ្នកក៏បន្ទោសខ្លួនឯងដែរគាត់មិនបានដេកពេញមួយយប់មិញនេះមិនមែនត្រង់ហៅខ្ញុំថ្ងៃនេះទេសូមត្រឡប់ទៅវិញអូហូជីយាយប៉ារបស់អ្នកមានជំងឺរលាកសួតកាន់តែអាក្រក់ទៅអ្នកបាននិយាយថាគាត់ចាស់ណាស់ខួបកំណើតរបស់គាត់គឺតិចជាង1កូនថាបើមិនទៅលើកនេះម៉ាក់តោះទៅមិនចាំបាច់សុំទោសទេកុំដេញយើងទៅឆ្ងាយអូជាទីស្រឡាញ់អត់ទេបើអ្នកត្រឡប់ទៅវិញវាហួសពេលដែលបុរសចំណាស់សប្បាយចិត្តខ្ញុំត្រឡប់ទៅវិញហើយដាក់ដំណឹងល្អនេះឲ្យគាត់សប្បាយចិត្តផងដែរម៉ាក់ខ្ញុំនឹងផ្ញើឲ្យអ្នកអង្គុយចុះហើយខ្ញុំផ្ញើអ្នកខ្ញុំនឹងផ្ញើអ្នកប៉ាហេតុអ្វីបានជានោះតើគាត់ប្រព្រឹត្តយ៉ាងណាចំពោះខ្ញុំនិងម្ដាយអ្នកដឹងរឿងនោះខ្ញុំឃើញដូច្នេះយើងច្រើនទៀតដែលត្រូវទៅទ្រព្យសម្បត្តិមិនបានត្រឡប់មកផ្ទះវិញមិនដូចដើរពេលយប់ស្លៀកពាក់អាវទ្រនាប់ទេខ្ញុំគ្រាន់តែប្រាប់គេប៉ុណ្ណោះកូនស្រីយីបឺវែនរបស់ខ្ញុំគាត់ជាថៅកែធំហើយឥឡូវនេះខ្ញុំក៏ចង់ប្រាប់ពួកគេថាខ្ញុំយីបឺវែនក៏អាចឈរបានដែរឲ្យគេមើលយើងទាំង3ឥឡូវនេះតើជីវិតមានសុភមង្គលប៉ុណ្ណាដូច្នេះត្រូវប្រកាសថាទៅត្រឹមត្រូវយើងកំពុងទៅយើងចង់ទៅក្នុងរចនាប័ទ្មដូច្នេះជាច្រើនឆ្នាំយើងទាំងអស់គ្នាធំឡើងដោយស្ងប់ស្ងាត់ដល់ពេលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលហើយពេលនេះគំនិតល្អតោះយើងទៅផ្សារទិញខោអាវព្រះនាងក្នុងតំបន់ត្រូវស្លៀកពាក់យ៉ាងប្រណិតខ្ញុំចាំព្រះនាងរបស់អ្នកចុះម្ចាស់ស្ត្រីវិញជាការពិតណាស់មហាស្ត្រីទេពអប្សររបស់អធិរាជនេះគឺមិនមានករណីលើកលែងនោះទេមកដើម្បីទិញសម្លៀកបំពាក់ហេវាជាអត្ថបទពីម៉ាក់ពិធីខួបកំណើតគឺក្នុងរយៈពេល2ថ្ងៃដែលប្រារព្ធឡើងក្នុងពណ៌ជាតិនិងក្លិនក្រអូបធម្មជាតិរបស់ Suchannel មិនថានាងទេតោះទៅទិញខោអាវសិនតោះទៅអ្នកហ៊ានយកទុកណាមួយនៅទីនេះមិនអីទេខ្ញុំក៏ដឹងថាយកអំណោយមកថ្ងៃនេះដែរខ្ញុំគិតថាខ្ញុំមកទីនេះដើម្បីញ៉ាំនិងផឹកនេះគឺជាសន្តាគារលក្ខណៈពិសេសខ្ពស់បំផុតយ៉ាងចឹងពួកគេជាធម្មតាតែខ្ញុំអាចមានលទ្ធភាពទិញវាដោយរបៀបណាអ្នកណាខ្លះចង់ញ៉ាំនិងផឹកវាគឺជាជីដូនជីតារបស់ខ្ញុំដែលបានហៅយើងថាយើងទើបតែមកដល់ទីនេះកុំរបាញ់ញ៉ាំអីក៏ដាក់អំណោយចុះមនុស្សវិញអ្នកអាចទៅលើនេះព្រោះជាខ្ញុំជាប្អូនស្រីរបស់អ្នកតើអ្នកអាចបណ្ដេញខ្ញុំចេញដោយរបៀបណាសូវាមិនមែនថាយើងកំពុងបណ្ដេញអ្នកចេញទេគឺប្តីរបស់អ្នកដែលមានបញ្ហា
គាត់បានប្រមាថដល់គ្រួសារធំទាំង4គ្រួសារលេនរបស់យើងអាចមានលទ្ធភាពបង្ករឿងដល់ពួកគេដំណឹងថាអ្នកនៅទីនេះធ្លាប់ស្គាល់គ្រួសារធំទាំង4គ្រួសារលេនក៏នឹងត្រូវទទួលខុសដែរដូច្នេះអ្នកគួរទៅកាន់តែប្រសើរគ្រួសារទាំង4ត្រូវបានបំផ្លាញដោយឪពុកខ្ញុំហាហាហាកាត់គ្រួសារធំទាំង4ត្រូវបានគេចាក់ឫសនៅយ៉ាងជាងរាប់ទសវត្សរ៍មកហើយអ្នកជំនាញក្រោមដៃគាត់ប្រៀបដូចជាពុកក្រុមហ៊ុនរបស់ក្រុមហ៊ុនធំទាំង4ក៏នៅតែដំណើរការបានល្អដែរបំផ្លាញដោយអ្នកប្រកាសណាស់គ្មានការអប់រំណាដែលពោពេញទៅដោយការកុហកឡើយខ្ញុំគិតថាអ្នកជាអ្នកដែលគ្មានការអប់រំយើងជាភ្ញៀវយើងមិនស្វាគមន៍ទេបំភ្លេចពីចោលពួកគេបានបណ្តេញយើងចេញណែនិយាយត្រូវបើកូនខ្លាចគ្រួសារទាំង4ខ្ញុំនឹងបន់ស្រន់ឪពុកខ្ញុំចោលនឹងចាក់ចេញឆាប់មិនចាំបាច់មានកាដូអបអសាទរទេប៉ាចាស់ក៏មិនចង់ជួបដែរបងប្រុសទី2តើអ្នកចង់មានន័យអ្វីពេលដែលគ្រួសារអ៊ីនៅតែមានគ្រួសារយើងពឹងផ្អែកលើគ្រួសារអ៊ីសម្រាប់ការធ្វើដំណើរដោយរលូនពិតជារកប្រាក់បានច្រើនប៉ុន្តែចាប់តាំងពីគ្រួសារអ៊ីត្រូវបានបំផ្លាញគ្រួសារលេនរបស់យើងក៏ធ្វើតាមដែរពួកគេត្រូវបានរារាំងនិងគៀបសង្កត់ប្រសិនបើវាមិនមែនសម្រាប់ពេកសន្យាជាច្រើនដៃគូបានរត់គេចខ្លួនជាយូរមកហើយទាំងអស់នេះគឺដោយសារតែយីបឺវ៉ាមានរឿងអីប្រសិនបើគាត់មិនបានរត់គេចខ្លួនគ្រួសារអ៊ីនឹងត្រូវបំផ្លាញដោយគ្រួសារធំទាំង4គ្រួសារលេននឹងត្រូវគៀបសង្កត់មិនហ៊ាននិយាយថាវាមិនពាក់ព័ន្ធនឹងគាត់គ្រួសារធំទាំង4បានបំផ្លាញគ្រួសារអ៊ីរបស់ខ្ញុំគ្រួសាររបស់អ្នកលេនជិះវៀងវាឲ្យតែអ្នកជួយគ្មានអ្នកណាម្នាក់នឹងរលូនសោះខ្ញុំបន្ទោសអ្នករឿង Little Girl តើអ្នកដឹងទេហេកុមារដែលចិញ្ចឹមដោយឪពុកម្ដាយតែមួយនោះហើយជាគាត់មិនដឹងច្បាប់មិនធំឬតូចសុំទោសនឹកសុំទោសពូនឹងមីងសុំទោសចុះបើអ្នកមិនអាចចិញ្ចឹមកូនយើងអាចនាំយករងចាំរហូតដល់ការអប់រំល្អមុននឹងយកវាចេញសង្គ្រោះខ្លួនអ្នកពីភាពអាម៉ាហ៊ីបឺវ៉ាអ្នកនៅតែចង់ធ្វើជាចៅហ្វាយនីវ័យក្មេងច្បងនៃគ្រួសារយើងក៏នឹងចាត់ចែងពួកគេដោយគួរសមប៉ុន្តែឥឡូវនេះអ្នកគឺជាឆ្កែដែលវង្វេងសោកនាដកម្មរបស់វាទាំងអស់វាជាអ្នកធ្វើដោយខ្លួនឯងអាហេធំបងធំអនុញ្ញាតពីបងប្រុសខ្ញុំនិយាយពីចិត្តខឹងបងធំហេកូនស្រីរបស់ខ្ញុំមានបញ្ហាខ្ញុំនឹងអធិប្បាយវាមិនទាន់ដល់វេនអ្នកនៅឡើយទេតើអ្នកខ្លាចភ្នែកអ្នកណាខ្ញុំនឹងប្រាប់អ្នកពីអ្វីខ្ញុំមិនខ្លាចអ្នកទេគូដណ្ដឹងរបស់ខ្ញុំគឺជាកូនប្រុសច្បងនៃគ្រួសារឆេងគាត់អាចវាយប្អូនបានមួយម្រាមប្អូនស្រីហេតុអ្វីបានជាប្អូនប្រាប់គាត់ខ្ញុំខ្លាចគាត់មិនដឹងថាតើនរណាជាកូនប្រុសច្បងនៃគ្រួសារឆេងគ្រួសារឆេងស្ថិតនៅលំដាប់ទី2បន្ទាប់ពីគ្រួសារទាំង4ស្ថានភាពធម្មជាតិនៅយ៉ាងឆេងគឺអស្ចារ្យណាស់តម្លៃកូនក្រមុំតែម្នាក់ឯងផ្ដល់ឲ្យ 3.80 លានបងស្រីច្បងពេលរៀបការកូនក្រមុំតម្លៃ 30.000 យន់រៀបការជាមួយខ្លួនឯងថោកណាស់ឆេង Centennial Father ប៉ុន្តែឆាងគុណឥឡូវនេះអ្នកដឹងហើយបន្ទាប់មកបន្ថយរយៈរបស់អ្នកចាំរហូតដល់ខ្ញុំរៀបការក្នុងគ្រួសារឆេងតើអ្នកត្រូវការជំនួយពីខ្ញុំនៅពេលណាប្រហែលជាខ្ញុំអាចជួយអ្នកបានបងស្រីតើយីបេវិនជានរណាមនុស្សជាប្រភេទមនុស្សដែលនឹងសម្របសម្រួលខ្លួនឯងចំពោះអ្នកគាត់នឹងមិនសុំជំនួយពីអ្នកទេដល់ពេលអភិវឌ្ឍកុំភ្លេចបងទី2អាហាកុំបារម្ភបងប្រុសធំនិងបងប្រុសទី2យើងទាំងអស់គ្នាជាគ្រួសារខ្ញុំនឹងមិនភ្លេចអ្នកទេហេតុអ្វីបានជាអ្នកសាច់ឆេងខនឃើញឪពុកខ្ញុំត្រូវបន្ទាបខ្លួនកុំនិយាយដល់កូនគាត់ខ្ញុំណែនាំអ្នកកុំឲ្យធ្វើរឿងជាមួយយើងបើមិនដូច្នេះទេប៉ាខ្ញុំអាចនិយាយពាក្យបដិសេធការរៀបការរបស់អ្នកជាមួយឆេង Centennial ខ្ញុំនេះពិតជាគួរឲ្យអស់សំណើចណាស់ក្មេងនេះភ្លេចទេចុះអត្តសញ្ញាណរបស់អ្នកវិញខ្ញុំនៅតែរស់នៅក្នុងពិភពស្រមើស្រមៃរបស់ខ្ញុំបងប្រុសទី2កុំច្បាស់បុរសក្រីក្រនេះពួកគេទាំងអស់ចូលចិត្តរស់នៅក្នុងពិភពស្រមើស្រមៃរបស់ពួកគេខ្ញុំគ្រាន់តែចូលចិត្តប្រើ fantasy បំពេញតម្រូវការខាងវិញ្ញាណរបស់អ្នកអូនស្រីណែនមិនបានកុហកអ្វីដែលនាងនិយាយគឺជាការពិតតើអ្នកបានឃើញចិញ្ចៀនពេជ្រធំពី50លានទេវាជាអាយុ100ឆ្នាំរបស់យើងដាក់វាឲ្យខ្ញុំចុះចុងឆ្នាំវិញចិត្តរៀបការហើយមិនក៏ចង់បែកគ្នា